រឿងសត្វខ្លានិងសត្វឃ្មុំកាលពីព្រេងនាយនៅត្រង់តំបន់ព្រៃជ្រៅដែលមានដើមឈើធំធំពុះសន្លឹមបាំងពន្លឺថ្ងៃមានស្ដេចខ្លាមួយក្បាលឈ្មោះថាជលសាមិនត្រឹមតែមានរូបរាងមាំនិងរោមពណ៌មាសឆ្នូតខ្មៅរលើបរលោងគួរឲ្យស្ងប់ស្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងមានក្រញាំដ៏ធំដែលមានលក្ខនៅចង្គមដែលមុតស្រួយដែលអាចហែកសាច់សត្រូវក្នុង6ប្រព្រឹត្តភ្នែកដោយសារតែកម្លាំងនិងអំណាចដែលគ្មានអ្នកតទល់បានជលសាបានបណ្ដោយឲ្យចិត្តមានះនិងភាពក្រអឺតក្រទមដុះរឹសយ៉ាងជ្រៅក្នុងបេះដូងវាតែងតែបោះជំហានយ៉ាងអំនួតពេញព្រៃរួចក្រហមបង្អួតកម្លាំងថាក្នុងលោកនេះគ្មានអ្នកណាខ្លាំងជាងអញឡើយសូម្បីតែព្រួញព្រានព្រៃក៏មិនអាចប៉ះស្បែកអញបានឯសត្វរំពាដតីគ្រាន់តែឃើញស្រមោលអញក៏ត្រូវញ័រជើងរត់បាត់ដែរថ្ងៃមួយបន្ទាប់ពីវាស៊ីបានសាច់សត្វយ៉ាងឆ្អែតឆ្អន់ជលសាក៏បានដើរយឺតទៅរកកន្លែងសម្រាកកាយវាបានជ្រើសរើសយកដើមឈើជ្រៃបុរាណមួយដើមដែលមានម្លប់ត្រជាក់ត្រជុំនៅខាងលើមែកឈើនោះមានសត្វឃ្មុំព្រៃដ៏ធំមួយដែលកំពុងជង់យីងរយោងពោពេញទៅដោយសត្វខ្វងឃ្មុំរាប់ពាន់ក្បាលកំពុងហោះចេញចូលធ្វើយ៉ាងមមាញឹកសំឡេងងីងើនៃស្លាបឃ្មុំដែលបក់រំពើបដើម្បីផលិតទឹកឃ្មុំដ៏ផ្អែមល្ហែមបានធ្វើឲ្យស្ដេចខ្លាដែលកំពុងតែចង់ដេកលក់មានអារម្មណ៍មួម៉ៅនិងធុញថប់ជាខ្លាំងជលសាក្រោកឈរឡើងរួចបញ្ចេញសំឡេងក្រហមយ៉ាងខ្លាំងរហូតដល់ស្លឹកឈើជ្រុះព្រាតពេញដីវាសម្លឹងទៅមើលសម្បុកឃ្មុំដោយកែផ្នែកប្រមាថរួចស្រែកសម្លុតថាពួកអាសត្វល្អិតចង្រៃពួកឯងមិនដឹងទេថាអញគឺជាស្ដេចព្រៃកំពុងសម្រាកសំឡេងដ៏ថោកទាបរបស់ពួកឯងកំពុងតែរំខានសេចក្តីសុខរបស់អញចូលស្ងាត់មាត់ឲ្យជើងភ្លាមបើមិនដូច្នោះទេកុំរកថាអញកាចអញនឹងបំបីសម្បុកដ៏កំសត់របស់ពួកឯងឲ្យខ្ទេចក្នុងក្រញាំតែមួយជើងមិនខានឮដូច្នោះមេឃឃ្មុំក៏មានស្នាប់ធ្នាប់ក៏ប្រញាប់ហោះចូលមកបង្អោនកាយនៅចំពោះមុខស្ដេចខ្លារួចពោលអង្វរដោយសំឡេងទន់ភ្លន់ថាលោកម្ចាស់ខ្លាអើយសូមលោកមេត្តាអត់ឱនឲ្យពួកយើងផងពួកយើងគ្រាន់តែជាសត្វតូចតាចដែលខំប្រឹងធ្វើការតាមធម្មជាតិដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះសំឡេងនេះមិនមែនជាការរំខានឡើយតែវាជាសំឡេងនៃជីវិតសូមលោកម្ចាស់កុំបៀតបៀនសម្បុកដែលជាចម្រោកតែមួយគត់របស់ពួកយើងអីជំនួសឲ្យការយោគយល់ជលសាបែកជាសើចក្អាកក្អាយពេញព្រៃវាលើកជើងមុខសម្លឹងមើលក្រញាំដ៏ស្រួចរបស់វារួចតបទៅវិញដោយសម្ដីមើលងាយថាសត្វអន់ដែលរស់នៅជុំវិញគ្នាដូចស្រមោចដូចសម្រាមសម្បុកដូចពួកឯងមិនសមនឹងមករស់នៅក្បែរស្ដេចដូចជាអញឡើយសម្ដីអង្វររបស់ពួកឯងគឺគ្មានតម្លៃស្មើនឹងរូបមួយសរសៃរបស់អញផងចាំមើលចុះអញនឹងបង្ហាញឲ្យពួកឯងដឹងថាអំណាចពិតប្រាកដវាមានរូបរាងបែបណាកំហឹងនឹងភាពមានះរបស់ស្ដេចខ្លាជលសាបានឡើងដល់កំពូលវាមិនខ្វល់នឹងពាក្យអង្វរក៏ដល់ទទូចរបស់មេឃឃ្មុំឬកែផ្នែកដ៏កំសត់របស់វងឃ្មុំរាប់ពាន់ក្បាលនោះឡើយសម្រាប់វាជីវិតតូចតាចទាំងនេះប្រៀបដូចជាធូលីដី
ដែលវានឹកចង់ជន់ឈ្លីពេលណាក៏បានជលសាបានក្រោកឈរឡើងយ៉ាងសង្ហារួចបញ្ចេញជង្គង់និងក្រញាំដ៏មុតស្រួចដែលមានជះពន្លឺពណ៌សក្រញែកគួរឲ្យខ្លាចវាបានពោលពាក្យចុងក្រោយដោយសំឡេងក្រហមតិចតិចថាចូលពួកឯងទៅរកជំរកថ្មីនៅក្នុងភពដទៃចុះព្រោះដើមឈើនេះគឺជារបស់អញភ្លាមនោះស្ដេចខ្លាបានលោតត្រសងឡើងទៅលើរួចបើកក្រញាំដ៏ធំមហិមារបស់វាបោកវាទៅលើសម្បុកឃ្មុំដែលកំពុងជួងរយរយោងនោះយ៉ាងពេញទំហឹងសំឡេងក្រាំងក្រាំងលើសម្បុកឃ្មុំអស្រស់ស្អាតដែលវងឃ្មុំខំប្រឹងកសាងដោយដំណក់ញើសឈាមនិងកម្លាំងចិត្តជាច្រើនខែមកហើយនោះត្រូវបានធ្លាក់ចុះមកដីបែកខ្ទេចខ្ទីជាបំណែកទឹកឃ្មុំដ៏ផ្អែមល្ហែមដែលជាស្បៀងអាហារសម្រាប់ចិញ្ចឹមកូនចៅបានហូរដាបពេញដីលាយឡំជាមួយកំទេចដែលបាក់បែកអ្វីដែលរន្ធត់បំផុតនោះគឺកូនឃ្មុំតូចដែលមិនទាន់ដឹងអីមិនទាន់ដឹងចេះហោះហើររាប់រយក្បាលត្រូវបានកាន់ជាប់ក្នុងគំនរសម្បុកស្លាប់យ៉ាងអាណោចអាធមនៅចំពោះមុខឪពុកម្ដាយរបស់ពួកវាវងឃ្មុំនៅសេះសល់បានហោះឆ្វែងឆ្វាត់ពេញអាកាសបញ្ចេញសំឡេងយំសោកបោកខ្លួនរួចរកអ្វីមកប្រៀបទៅមិនបានផ្ទៃមេឃដែលធ្លាប់តែស្រឡះបែកជាងងឹតស្លប់ដោយសារតែវងឃ្មុំហោះបាំងពន្លឺថ្ងៃជលសាសម្លឹងមើលកំណោបាក់បែករួចសើចក្អាកក្អាយដោយមោទនភាពហាមើលចុះនេះឬកម្លាំងរបស់អ្នកដែលហ៊ានតតាំងនឹងអញសម្បុកដ៏ធំបែកជាខ្ទេចក្រំក្រញាំតែមួយជើងពួកឯងឃើញហើយមែនទេថាកម្លាំងបាយគឺជាអ្វីដែលសម្រេចជោគវាសនានៅក្នុងព្រៃនេះប៉ុន្តែជលសាគិតខុសហើយវាមិនបានដឹងទេថាកំទេចសម្បុកដែលវាត្រូវបានអំផ្លាញមិញនេះបានក្លាយជាភ្លើងកំហឹងដ៏មហិមារបស់អ្នកទន់ខ្សោយមេឃឃ្មុំដែលកំពុងញ័រខ្លួនដោយការឈឺចាប់និងសោកស្ដាយកូនចៅបានហោះមកចំពីមុខស្ដេចខ្លារួចស្រែកប្រាប់ទៅកាន់បងប្អូនឃ្មុំទាំងអស់ថាបងប្អូនអើយផ្ទះរបស់យើងត្រូវគេបំផ្លាញកូនចៅរបស់យើងត្រូវគេសម្លាប់គ្មានកន្លែងណាសម្រាប់យើងច្រកកូនទៀតឡើយបើត្រូវស្លាប់ក៏យើងត្រូវស្លាប់ដើម្បីការពារកិត្តិយសនិងយុត្តិធម៌ដែរចូលរួមដៃគ្នាប្រើត្រនិចចុងក្រោយរបស់យើងដើម្បីឲ្យស្ដេចព្រៃនេះដឹងថាការឈឺចាប់ដែលគេផ្ដល់ឲ្យយើងវានឹងត្រឡប់ទៅរកគេរាប់ពាន់ដងស្របពេលដែលស្ដេចខ្លាកំពុងតែដើរចេញទាំងរឹកពីខ្ពស់ស្រាប់តែវងឃ្មុំរាប់ម៉ឺនក្បាលបានបដូរទិសដៅហោះសំដៅទៅរកវាដូចជាពពកខ្មៅដ៏ធំមួយនេះគឺជាការចាប់ផ្ដើមនៃសង្គ្រាមរវាងអ្នកខ្លាំងអាត្មានិយមនិងអ្នកតូចសាមគ្គីភាពសម្រែកបញ្ចេញរបស់មេឃ្មុំសម្រែកបញ្ជារបស់មេឃ្មុំបានធ្វើឲ្យវងឃ្មុំរាប់ម៉ឺនក្បាលហោះប្រដុំគ្នាបង្កើតបានជាពពកខ្មៅងងឹតដែលបញ្ចេញសម្លេងលាន់ឮដូចជាផ្គរលាន់ស្ដេចខ្លាចជលសាងាកមកមើលក្រោយទាំងមិនដឹងខ្លួនថាគ្រោះថ្នាក់ដ៏ធំកំពុងមកដល់វាគ្រាន់តែសើចចំអករួចលើកជើងវាខ្យល់លេងទាំងរឹកពីថាពួកសត្វល្អិតចង្រៃពួកឯងចង់យកត្រនិចតូចមកតិចស្បែកដ៏ក្រាស់របស់អញមែនទេមកចុះអញនឹងទះពួកឯងឲ្យធ្លាក់ដូចជាគ្រាប់ភ្លៀងប៉ុន្តែវាមិនមែនជាការប្រយុទ្ធមួយទល់នឹងមួយឡើយវាគឺជាការវិលុកពីគ្រប់ទិសទីវងឃ្មុំមិនបានហោះទៅតិចត្រង់ខ្នងឬស្បែកដងខ្លួនដែលក្រាស់ខ្មឹកនោះទេប៉ុន្តែពួកវាមានបញ្ញាតាមការបញ្ជារបស់មេឃ្មុំវងទី1បានហោះសំដៅទៅរកកែវភ្នែកទាំងគូរបស់ស្ដេចខ្លាវងទី2ហោះទៅរករុនត្រចៀកនិងច្រមុះចំណែកវងទី3ហោះចូលទៅតិចបបូរមាត់និងអណ្ដាតដែលជាកន្លែងទន់ខ្សោយបំផុតសំឡេងដុក
ត្រនិចខ្មុំរាប់រយពាន់បានដុតទម្លុះសាច់ជលសាឥតឈប់ឈរស្ដេចខ្លាដែលធ្លាប់តែមានមោទនភាពចាប់ផ្ដើមស្រែកដោយភាពឈឺចាប់យ៉ាងខ្លាំងអ៊ូយឈប់ភ្លាមពួកឯងធ្វើអីនឹងភ្នែកអញច្រមុះអញហើយឈឺណាស់វាព្យាយាមរត់ត្រសងពេញព្រៃលោតទៅឆ្វេងហក់ទៅស្ដាំនិងប្រើក្រញាំទះខ្យល់យ៉ាងស្លន់ស្លោប៉ុន្តែរពេលដែលវាទះឃ្មុំមួយក្បាលនោះមានឃ្មុំរាប់10ក្បាលទៀតហោះមកជួសជុលនិងតិចវាបន្ថែមមុខមាត់ដ៏ស្រស់សង្ហារបស់ស្ដេចខ្លាបាត់ចាប់ផ្ដើមប៉ងហើមដូចជាផ្លែឪឡឹកផ្នែកទាំងពីររបស់វាត្រូវបានបិទជិតដោយសារការហើមធ្វើឲ្យវាមើលអ្វីមិនឃើញឡើយជលសារត់បុកដើមឈើផងបុកដុំថ្មផងដួលប្រកាច់ប្រកិនលើដីទាំងអស់រិទ្ធអំណាចដែលវាធ្លាប់អួតអាងឥឡូវនេះបានរលាយបាត់អស់គ្មានសល់វាបានរត់សម្ដៅទៅរកមាត់ទឹករួចលោតចូលទៅក្នុងទឹកដើម្បីគេចពីវងឃ្មុំប៉ុន្តែរកពេលដែលវាដកដង្ហើមងើបពីទឹកវងឃ្មុំនៅតែរងចាំតិចច្រមុះវាមិនឲ្យបានសម្រាកឡើយក្នុងភាពឈឺចាប់ដែលហៀបនឹងដាច់ខ្យល់ស្លាប់នោះជលសាបានដឹងខ្លួនច្បាស់ថានេះគឺជាកម្មពៀដែលវាបានធ្វើបាបកូនឃ្មុំនិងបំផ្លាញផ្ទះសម្បែងរបស់ពួកគេវាចាប់ផ្ដើមស្រែកអង្វរទាំងសំឡេងខ្សោយខ្សោថាមេឃ្មុំអើយបងប្អូនឃ្មុំទាំងអស់អើយបងខុសហើយបងពិតជាខុសមែនសូមពួកលោកមេត្តាដកថយទៅចុះបងដឹងខ្លួនហើយកុំសម្លាប់បងអីអំណាចដែលបងមានវាមិនអាចឈ្នះទឹកចិត្តសាមគ្គីរបស់ពួកលោកបានឡើយមេឃ្មុំឃើញស្ដេចខ្លាធ្លាក់ខ្លួនដល់ថ្នាក់នេះក៏បញ្ជាឲ្យវងឃ្មុំដកខ្លួនមួយជំហានរួចហោះទៅជិតត្រចៀកខ្លាដែលកំពុងញ័រទៅត្រាក់ដូចនោះភាពស្ងប់ស្ងាត់បានត្រឡប់មកវិញប៉ុន្តែភាពឈឺចាប់នៅតែដុតរលក្នុងខ្លួនស្ដេចខ្លាជានិច្ចដើម្បីទុកជាមេរៀនដែលវាមិនអាចបំភ្លេចបានមួយក្នុងជីវិតនេះបន្ទាប់ពីវងឃ្មុំបានដកថយទៅតាមបញ្ជារបស់មេឃ្មុំស្ដេចខ្លាជលសាបានត្រឹមតែដេកស្ដុកស្ដឹងនៅក្បែរមាត់ទឹកទាំងរូបរាងហើមប៉ោងជាប់ខ្មៅវាគ្មានកម្លាំងសំបីតែនឹងបើកភ្នែកមើលពន្លឺថ្ងៃភាពស្ងប់ស្ងាត់នៃព្រៃឈើដែលវាធ្លាប់តែស្អប់បែរក្លាយជាភាពស្ងប់ស្ងាត់ដែលពោរពេញទៅដោយភាពខ្មាស់អៀននិងការស្ដាយក្រោយមេឃ្មុំបានហោះមកទុំលើស្លឹកឈើមួយនៅចំពោះមុខច្រមុះរបស់ស្ដេចខ្លារិចពោលដោយពាក្យសំឡេងមើងម៉ាត់ថាលោកម្ចាស់ជលសាថ្ងៃនេះលោកបានឃើញហើយមែនទេក្រញាំដែលលោកធ្លាប់អួតថាអាចបំបែកភ្នំបានមិនអាចការពារលោកពីត្រនិចតូចមួយរបស់ពួកយើងបានឡើយការដែលពួកយើងវិបកទៅលើលោកមិនមែនដោយសារពួកយើងចង់បង្ហាញភាពខ្លាំងនោះទេប៉ុន្តែគឺជាការពីយុត្តិធម៌និងជីវិតសេសសល់នៃបងប្អូនយើងតែប៉ុណ្ណោះស្ដេចខ្លាប្រឹងហើបមាត់ដែលហើបនោះរួចឆ្លើយទាំងសំឡេងខ្សាខ្សោថាមេឃ្មុំអើយខ្ញុំពិតជាអរគុណដែលលោកមិនសម្លាប់ខ្ញុំការឈឺចាប់ដែលខ្ញុំកំពុងទទួលនេះវានៅតែមិនទាន់ស្មើនឹងការឈឺចាប់ដែលខ្ញុំបានបំផ្លាញផ្ទះសម្បែងនិងសម្រាប់កូនចៅរបស់លោកមិញនេះឡើយខ្ញុំទើបតែដឹងច្បាស់ថាថ្ងៃនេះអំណាចដែលគ្មានមេត្តាធម៌វាមិនមែនជាអំណាចពិតប្រាកដទេតែវាគឺជាអន្ទាក់ដែលត្រឡប់មកសម្រាប់ខ្លួនឯងទៅវិញចាប់តាំងពីថ្ងៃនោះមកព្រៃធំមួយនេះបានឃើញការផ្លាស់ប្ដូរដ៏អស្ចារ្យស្ដេចខ្លាចជលសាលែងដើរអួតអាងនិងក្រហមសម្រត់សត្វតូចៗទៀតហើយរាល់ពេលដែលវាដើរកាត់សម្បុកសត្វណាមួយវាតែងតែងាកចេញដោយការគោរពវាបានខ្លាចជាស្ដេចព្រៃដែលសត្វទាំងឡាយគោរពស្រឡាញ់ចេញពីបេះដូងមិនមែនគោរពដោយតែការភាពភ័យខ្លាចរបស់ក្រញាំវាឡើយព្រៃឈើដែលធ្លាប់ពោរពេញទៅដោយភាពតានតឹងក៏ប្រែមកជាមានសន្តិភាពនិងភាពសុខដុមរមនាជារៀងរហូតមក
ខ្លឹមសារអប់រំដ៏ជ្រាលជ្រៅនៃសាច់រឿង 1. តម្លៃនៃជីវិតមិនអាស្រ័យលើទំហំកុំមើលងាយដែលអ្នកតូចទាបជាងខ្លួនព្រោះសូម្បីតែសត្វល្អិតក៏មានអាវុធសម្រាប់ការពារខ្លួនហើយមនុស្សដែលអ្នកមើលងាយនៅថ្ងៃនេះអាចក្លាយជាអ្នកផ្ដល់មេរៀនដ៏ធំមួយដល់អ្នកនៅថ្ងៃស្អែក 2. អំនួតគឺជាផ្លូវនៃសេចក្តីវិនាសនៅពេលដែលយើងមានមោទនភាពហួសហេតុយើងនឹងលែងឃើញការពិតនិងលែងមានការប្រុងប្រយ័ត្នភាពក្រអឺតក្រទមគឺជាចំណុចខ្សោយដ៏ធំបំផុតរបស់អ្នកខ្លាំង 3. ភាពសាមគ្គីឈ្នះគ្រប់ឧបសគ្គភាពទន់ខ្សោយដែលចេះរួបរวมគ្នាគឺមានកម្លាំងខ្លាំងជាងកម្លាំងដែលនៅឯកោសាមគ្គីភាពគឺជាអាវុធដ៏អស្ចារ្យបំផុតសម្រាប់ការពារនៅយុទ្ធធម៌ 4. អំណាចពិតប្រាកដគឺមេត្តាធម៌ការធ្វើឲ្យគេខ្លាចគឺងាយស្រួលទេតែការធ្វើឲ្យគេគោរពស្រឡាញ់ចេញពីបេះដូងទើបជាសមិទ្ធផលដ៏ពិតប្រាកដរបស់អ្នកដឹកនាំតម្លៃអប់រំនៃសាច់រឿង 1. កុំមើលងាយអ្នកទន់ខ្សោយមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃនិងសមត្ថភាពរៀងៗខ្លួន 2. សាមគ្គីជាកម្លាំងទោះបីជាម្នាក់ទន់ខ្សោយក៏ចេះរួបរวมគ្នានិងអាចឈ្នះរាល់ឧបសគ្គធំបាន 3. អំណាចដែលគ្មានគុណធម៌នឹងនាំមកនូវវិនាសដល់ខ្លួននៅក្នុងថ្ងៃណាមួយនៅក្នុងរឿងនេះផងដែរខ្ញុំបាននឹកឃើញដល់កំណាព្យមួយដែលគេលើកឡើងថាអ្នកប្រាជ្ញរក្សាខ្សត់ដោយសពុតព័ទ្ធពី